លេខាធិការដ្ឋាននៃ OBC រវាងយុទ្ធភូមិភាគទី5កម្ពុជានិងភូមិភាគទី1ថៃបានជួបប្រជុំគ្នានៅច្រកប៉ោយប៉ែតក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC យុទ្ធភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននាម៉ោង2រសៀលថ្ងៃទី27ខែមករានេះនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកម្ពុជាទល់នឹងខេត្តស្រះកែវថៃនេះបើតាមលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃអង្គារនេះលោកស្រីម៉ាលីសុជាតាបញ្ជាក់ថាគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយលោកសកឹមប៉ាប្រធានក្រុមលេខាធិការ OBC កម្ពុជារីឯគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយលោកភិថាយកុលពោសវណ្ណប្រធានក្រុមលេខាធិការ OBC ថៃក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារព្រមទាំងផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ថែមដូចនេះ